Recording in progress. នេះគឺជា extension មួយរបស់ C++ ឬក៏ C ដែលយើង run មកវា load ចេញនៅលើផ្ទាំង CMD command prompt របស់យើងអញ្ចឹងនៅពេលយើង install ហើយអ្នកទាំងអស់គ្នា scroll មកក្រោមកន្លែងនេះពេល install ហើយណាវាចេញកន្លែងនេះ disable ចឹងហើយអញ្ចឹងបានន័យថាយើងកន្លែងនេះវាចេញ uninstall យើង install ហើយអញ្ចឹងអ្នកទាំងអស់គ្នា scroll មកក្រោមវាមានពាក្យនេះ set up instruction តែអានឹងមិនបាច់ download ទេគ្រូ download ឲ្យហើយចាំយក flash copy ណាអញ្ចឹងនៅពេលហ្នឹងអ្នកទាំងអស់គ្នាត្រូវធ្វើតាម instruction វានេះយើងចុចចឹងមកយើងបើកមកចេញផ្ទាំងនេះនេះបានផ្ទាំងហ្នឹងណាខ្ញុំចុចមើលម្ដងទៀតអញ្ចឹងបានន័យថាយើង scroll ពេលយើង install compile run នេះហើយ extension ហ្នឹងហើយយើងមើលកន្លែង Windows install TDM GCC អញ្ចឹងយើងចូលកន្លែង set up អញ្ចឹងវាមាន set up របស់អីខ្លះមាន Linux មាន Windows មាន Mac OS អញ្ចឹងបើយើងប្រើ Windows យើងចុចកន្លែង Windows មក set up instruction ហ្នឹងនៅពេលយើងចុចទៅវានឹង link មក website កន្លែងនេះអញ្ចឹងនៅពេលដែលវា link មក website ហ្នឹងអ្នកទាំងអស់គ្នាចុចកន្លែងនេះគេណែនាំយើង to compile and debug C++ code on Windows install TDM GCC អញ្ចឹងយើង download អានេះសិននេះ run the install select បន្ទាប់មក select create a new install បន្ទាប់មកទៀត choose your system architect 64 bit ឬក៏អីណា restart Visual Studio Code អញ្ចឹងអ្នកនរគ្នាត្រូវ download អានេះចុចលើនេះមកវាមានផ្ទាំងឲ្យយើង download ដែរអញ្ចឹងរបស់យើង Windows 64 bit អញ្ចឹងត្រូវ download TDM 64នេះណាអញ្ចឹងដោយសារតែខ្ញុំ download ហើយអញ្ចឹងកន្លែងនេះខ្ញុំចូលមកកន្លែងនេះវិញចូលមកបង្ហាញអ្នកទាំងអស់គ្នានៅពេលខ្ញុំ download ហើយអញ្ចឹងsourceនេះនៅនេះហើយអូខេនេះ source នេះគឺ file នេះណា TDM 64 GCC 10.3.0.2 អាហ្នឹង version ក្រោយរបស់វាអញ្ចឹងយើង double click លើវាទៅវានឹងមានផ្ទាំងឲ្យយើងមកឲ្យយើងចុចពាក្យលើពាក្យ create ណាអញ្ចឹងនៅពេលយើងចុចពាក្យ create ហើយយើងត្រូវតាម instruction វាអស់ណាធ្វើតាមនឹងអស់ហើយពេលយើង install ហើយអស់ចប់អាហ្នឹងដោយសារតែនេះខ្ញុំ install រួចហើយអញ្ចឹងខ្ញុំអត់បានបង្ហាញឲ្យមើលផ្ទាល់ឃើញផ្ទាល់ទេណាបើសិនជាយើង double click កន្លែងនេះវានឹងលោតផ្ទាំងមកអញ្ចេះហើយយើងមើលសិនចុច yes មកនេះគឺយើងចុច create នេះតោះណាចុច create ហ្នឹងទៅវានឹងតឡើងឲ្យយើងហើយ check update នេះយើងចង់ tick ក៏បានមិន tick ក៏បានដែរតែបើវាចេញទុក check update នេះបើសិនជាវាមាន version ថ្មីវានឹង load ឲ្យយើង install បន្ថែមណាអញ្ចឹងយើងចុចតែ create នេះមកវានឹង install ចូលក្នុងម៉ាស៊ីនយើងបន្តយើងចុច next តាមវាទៅដល់ពេលចប់ process ហ្នឹងដើម្បីប្រើបានយើងចូលមក Visual Code របស់យើងវិញណាអញ្ចឹងយើងចូលមកក្នុង Visual Code របស់យើងកន្លែងនេះយើងចូលទៅក្នុង setting កន្លែងនេះយើងត្រូវវាយពាក្យអីដើម្បីឲ្យវា load ចេញមកនេះហ្នឹងជប់ទៅមើលនេះសិនតើវាយពាក្យអីអូខេអញ្ចឹងយើងវាយ CPP compile run ណា CPP compile run បន្ទាប់មកយើង scroll មកក្រោមមកណាយើង scroll មកក្រោមនេះយើង tick កន្លែង run the program in an external terminal ណាអញ្ចឹងយើង tick អាហ្នឹងហើយយើងបិទ setting ហ្នឹងអញ្ចឹងយើង tick កន្លែងហ្នឹងបើដំបូងផុតគឺវាអត់មានទេ tick កន្លែងហ្នឹងណា
ចឹងយើងបិទអាហ្នឹងហើយយើងបិទ Visual Studio Code របស់យើងហើយចាំបើកវិញបានមាន file សម្រាប់ run មកចេញអាផ្ទាំងដុសហ្នឹងអញ្ចឹងឥឡូវយើងអាចអនុវត្តបានឥឡូវសំខាន់ install អានេះឲ្យហើយសិនហើយចាំ copy សុសពីខ្ញុំទៅ